ច្រើននេះគឺជាវីដេអូដែលមកតាក់ទងជាមួយនឹង Basic Key Clock ដែលប្រើជាមួយ Docker ដែលឈើបានអាសាញ Simon ឲ្យខ្ញុំធ្វើទី1ខ្ញុំបានបដូរ port ទៅជា port Gray 9និង change នៅ username ដែលអាច start និង password ទៅតាមការ requirement របស់ឈើឆ្លើយបច្ចេកខ្ញុំបានធ្វើការ run បានជោគជ័យខ្ញុំសូមចូលទៅកាន់ Docker ដើម្បីមើលនេះគឺជា Key Clock ដែលយើងបង្កើតជាមួយនឹង Docker មួយនឹងឈើឥឡូវខ្ញុំសូមចូលទៅកាន់ browser ចូល local host port Gray 9មួយនឹងឈើដើម្បីចូលទៅកាន់ Key Clock យើងខ្ញុំសូមធ្វើការ login បាទឈើលើជំហានទី1ខ្ញុំបាន login ចូលទៅកាន់ផ្ទាំងរបស់ Key Clock បានជោគជ័យហើយចំណុចបន្ទាប់ឈើឲ្យបង្កើតនៅ user ថ្មីដែលមាន role ជា admin ខ្ញុំសូមចូលទៅកាន់ user ហើយខ្ញុំធ្វើការ add user តបទៀតខ្ញុំសូមចុចពាក្យថា create ខ្ញុំចូលពាក្យថា credential ដើម្បីធ្វើការ set នៅ password តាមការ requirement របស់ឈើហើយខ្ញុំចុចពាក្យ save ហើយបន្តមកខ្ញុំធ្វើការ change role ទៅជា role admin តាមការ requirement របស់ឈើដែរហើយខ្ញុំបានជោគជ័យហើយចំណុចបន្ទាប់ឈើឲ្យបង្កើតនៅ RAM ថ្មីមួយដែលមានឈ្មោះថា e-commerce ខ្ញុំចូលពាក្យថា manage RAM ហើយយកពាក្យថា create RAM ខ្ញុំដាក់ e-commerce តោះខ្ញុំយកពាក្យ create ឥឡូវខ្ញុំបានបង្កើតនៅRAM ដែលមានឈ្មោះ e-commerce ក៏បានជោគជ័យដែរហើយចំណុចបន្តទៀតឈើឲ្យបង្កើតនៅ user ថ្មីមួយដែលនៅស្ថិតនៅក្នុង RAM e-commerce ដែលមានឈ្មោះថា Dara USO យកពាក្យថា user ដដែលហើយយកពាក្យថា create new user ខ្ញុំធ្វើការ set password ដូចគ្នាខ្ញុំ set first name និង last name ខ្ញុំធ្វើការ set បានជោគជ័យហើយចំណុចបន្ទាប់ខ្ញុំធ្វើការ login នៅក្នុង account ខ្ញុំសូមវាយឈ្មោះ user វិញគឺ Dara USO និង password ខ្ញុំ login បានជោគជ័យតែនេះវាឲ្យយើង update នៅ password ខ្ញុំសូមបដូរទៅជា password ថ្មី
ឥឡូវខ្ញុំបានចូលទៅកាន់ផ្ទាំងបាត់ dashboard របស់ Keycloak យើងវិញឲ្យឈើហើយ video demo របស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរឈើ